បងប្អូនដែលដឹងអត់ថាក្រុមហ៊ុនផលិត Bossy ដែលពិភពលោកទទួលស្គាល់មានប្រមាណក្រុមហ៊ុនប្រាប់ខ្ញុំកន្លងមកខ្ញុំដឹងតែមានទី1 NZK ទី2 Denso ទី3 Autolite ទី4 Champion ទី5 Boss ក្រៅពីនោះមិនច្បាស់ថាមានឬអត់ប៉ុន្តែគ្រាន់តែសង្ស័យថាមានប៉ុន្តែឥឡូវនាំបងប្អូនមកមើលទាំងអស់គ្នាថាមានប្រមាណក្រុមហ៊ុនដែលពិភពលោកគេទទួលស្គាល់នៅក្នុងនោះ website Autodoc បានដកស្រង់ចេញមកនៅឆ្នាំ2024នេះគឺមានក្រុមហ៊ុនផលិត Bossy រហូតដល់16ដែលពិភពលោកទទួលស្គាល់តែនៅកម្ពុជាយើងដូចជាមិនដែលបានប្រើទេបានប្រើតែប្រមាណក្រុមហ៊ុនទេឥឡូវខ្ញុំនឹងធ្វើការបង្ហាញមួយថាក្រុមហ៊ុនទាំងអស់ហ្នឹងមានក្រុមហ៊ុនអីគេខ្លះអញ្ចឹងកុំឲ្យខាត់ពេលឥឡូវយើងទៅមើលទាំងអស់គ្នាទី1គឺក្រុមហ៊ុន NZK ក្រុមហ៊ុន NZK ទទួលបានពិន្ទុជិតពេញនៅក្នុងនេះAutodoc គេចាត់ថា10ពិន្ទុគឺជាពិន្ទុដែលពេញដែល full ដូចយើងរៀនដែរកែបាន10ពិន្ទុគឺពេញតែ NZK ទទួលបានពិន្ទុរហូតដល់ 9.65 ពិន្ទុទី2គឺ Denso ដែលទទួលបានរហូតដល់ 9.53 ពិន្ទុទី3គឺក្រុមហ៊ុន Boss ទទួលបាន 9.52 ពិន្ទុក្រោម Denso បន្តិចទី4គឺ Redex បានពិន្ទុ 9.20 ពិន្ទុហើយទី5ឈ្មោះ Beirut ទទួលបាន 9.06 ពិន្ទុហើយទី6ក្រុមហ៊ុន Champion ទទួលបាន 8.91 ពិន្ទុហើយទី7ក្រុមហ៊ុន TAG ទទួលបាន 8.06 ពិន្ទុហើយទី8ឈ្មោះ Hela ទទួលបាន 7.19 ពិន្ទុទី9ឈ្មោះKamoka ទទួលបាន 6.90 ពិន្ទុហើយទី10ឈ្មោះManeti Marelic ទទួលបាន 6.66 ពិន្ទុក្រុមហ៊ុនខ្លះខ្ញុំអត់ស្គាល់អត់ដែលបានអានអញ្ចឹងអាចថាអានទៅមិនសូវត្រូវបងប្អូនដែលបានមើលហើយដឹងថាឈ្មោះនេះខ្ញុំអានខុសបងប្អូនជួយ comment ប្រាប់ផងអញ្ចឹងចូលដល់ទី11ដែលឈ្មោះក្រុមហ៊ុននោះឈ្មោះ Vimo ទទួលបាន 6.11 ពិន្ទុហើយទី2ឈ្មោះ Fabi Bielstein ឬក៏ Bielstein ទទួលបាន 5.66 ពិន្ទុទី13ឈ្មោះ Master Sport ទទួលបាន 5.15 ពិន្ទុទី14 Autolite នេះក៏ធ្លាប់ប្រើហើយមានចរាចរណ៍នៅក្នុងប្រទេសកម្ពុជាដែរ Autolite ទទួលបាន 4.86 ពិន្ទុហើយ Autolite តម្លៃរៀងធូរថ្លៃជាងគេដែរធូរថ្លៃជាង Denso NZK ហើយទី15ឈ្មោះ Pris 4.33 ពិន្ទុដែល Autodoc ដាក់ចំណាត់ថ្នាក់ឲ្យហើយទី16ចុងក្រោយគេគឺឈ្មោះ Valio ទទួលបាន 4.22 ពិន្ទុនេះជាក្រុមហ៊ុនផលិត Bossy នៅលើពិភពលោកដែលគេទទួលស្គាល់ជាពិសេសខាងក្រុមការងារ Autodoc បានចាត់ថ្នាក់ពួក Autodoc ជាអ្នកជំនាញខាងគ្រឿងបន្លាស់រថយន្តហើយឃើញគេផលិតវីដេអូល្អៗខាង Autodoc វីដេអូនេះបានបញ្ចប់ហើយបងប្អូនមានតែប៉ុណ្្នឹងអត់មានអីច្រើនទេគាត់ណែនាំឲ្យបងប្អូនបានស្គាល់ពីម៉ាកពី brand របស់ក្រុមហ៊ុនផលិត Bossy អញ្ចឹងវីដេអូនេះត្រូវបានបញ្ចប់ហើយអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ